ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะธรรมเพียบទាំងពីរព្រះអង្គមានឱកាសសម្ដែងព្រះធម៌ទេសនាជារបៀបសាច់ក្រេពីរទេសឆ្លងឆ្លើយគ្នាខ្ញុំគណៈអាត្មាភាពភិក្ខុលីហុងលៀនបច្ចុប្បន្នជាព្រះចៅអធិការវត្តបញ្ញខេតារាមទូលទ្រាត្បូងស្ថិតនៅនឹងភូមិទូលទ្រាឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំសម្ដែងពធទេសនាជាមួយនឹងលោកម្ចាស់ព្រះភិក្ខុវជ្រវជិរញ្ញាណោកែវសុវណ្ណរាវត្តគិរីសាគរបឹងផ្តិលញាតិញោមស្រីប្រុសស្គាល់ជាប្រក្រតីនាមរបស់លោកគឺកែវសុវណ្ណរាជាព្រះបិតាសង្ឃវត្តបឹងផ្តិលត្រូវសម្ដែងពធទេសនាជារបៀបពុច្ឆាវិសច្ចនាជាមួយគ្នានាល្ងាចនេះទេសនាជាមួយគ្នាល្ងាចនេះនៅក្នុងកម្មវិធីបុណ្យបច្ច័យ4ចម្រើនបច្ចុប្បន្នគម្រប់ខួប15ឆ្នាំបុណ្យនេះធ្វើដើម្បីគោរពបុណ្យកុសលជូនឧបាសិកាម៉ក់សុខីនឧបាសិកាមាសកែមនិងឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជនមានលោកមិត្តម៉ៅគម្រប់ខួប15ឆ្នាំឯណាអ្នកស្លាប់មុខមិនអ្នកស្លាប់អូអ្នកស្លាប់មើលមិនឃើញទេស្លាប់ហើយខ្ញុំណោះស្លាប់ហើយចឹងស្លាប់ហើយមើលមុខមិនឃើញទេបុណ្យកុសលនេះទៀតសោតក៏ជូនដល់លោកតម៉ក់លោកយាយងិនលោកតមិនលោកយាយអៀនលោកតាម៉ក់ជួនលោកយាយមិនតាប់លោកតាមិនមិត្តលោកយាយលួនលោកតាញ៉ែមប៊ូលោកយាយញ៉ែមសុកលោកតាញ៉ែមសនមួយអន្លើដោយញាតិកាសាច់សាលហិតជាច្រើនរូបទៀតដែលមិនបានដាក់បញ្ចូលឈ្មោះនៅក្នុងនេះកម្មវិធីបុណ្យនេះប្រពធ្វើនៅគេហដ្ឋានរបស់ម្ចាស់ដើមទានប្រធានដើមបុណ្យស្ថិតនៅនឹងភូមិទូលទ្រាជើងឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពិធីបុណ្យនេះប្រារព្ធធ្វើនៅថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី6ខែមេសាឆ្នាំ2025ម្ចាស់ដើមទានប្រធានដើមបុណ្យឈ្មោះលោកមិត្តមេននិងលោកស្រីញ៉ែមញឿនព្រមទាំងបុត្រចាស់ដើមបុណ្យតែមួយណាអញ្ចឹងមានកូនតែមួយទេហើយថៃមិនយកឲ្យបានច្រើនមួយបាទមានច្រើនជាងមួយទៅមានញោមខ្លះមានកូន11នាក់មានញោមខ្លះមានកូន9នាក់មានញោមខ្លះមានកូន13នាក់ដល់ទៅពេលចុះឡើងនៅសល់តែម្នាក់ឯងដដែលបានបើមានច្រើនមានតិចមិនសំខាន់ទេសំខាន់កូនតិចក៏ដោយឲ្យតែកូនដឹងគុណនិងមេត្តាបិតាបានសេចក្តីសុខហើយមានច្រើនយ៉ាងណាក៏ដោយបើមានវាដដើមតែគ្នាដដើមតែអាគីអាកគ្នាក៏ពិបាកដែរចឹងមានតែមួយក៏បាន ឲ្យតែកូនល្អឲ្យតែ
តិជាបត់ឲ្យតែកូនដឹងគុណគឺប្រសើរធ្វើឲ្យលោកឪពុកអ្នកម្ដាយសប្បាយចិត្តហើយមានញោមខ្លះគាត់មានប្រសាសន៍និយាយទៀតណោះគាត់មានប្រសាសន៍ថាកូនស្រីល្អជាងកូនប្រុសញោមខ្លះតែកូនប្រុសល្អជាងកូនស្រីគ្មានទេកូនប្រុសក៏ដោយកូនស្រីក៏ដោយឲ្យទៅល្អគឺធ្វើឲ្យឪពុកម្ដាយស្រួលតែទាំងអស់ហ្នឹងប៉ុន្តែបើមិនល្អមិនថាស្រីមិនថាប្រុសទេគឺមិនល្អទាំងអស់គឺមិនស្រួលទាំងអស់ចឹងអត់សំខាន់កូនប្រុសឬមួយក៏កូនស្រីឲ្យតែកូនណាដឹងគុណមេត្តាបិតាឲ្យតែកូនណាចិញ្ចឹមមេត្តាបិតាឲ្យតែកូនណាមើលការខុសត្រូវមេត្តាបិតាកូននោះគឺជាកូនល្អហើយគឺជាកូនល្អហើយញាតិញោមស្រីប្រុសជួបកូនល្អឬមួយក៏ជួបកូនមិនល្អញាតិញោមស្រីប្រុសប្រាប់ខ្លួនឯងនៅក្នុងអភិនហបច្ចវេកណៈធរលោកសម្ដែងថាកម្មទាយាតោកម្មយោនីកម្មញពន្ធុកម្មបនិសរណាយ៉ាងកម្មង្ករិសតិដូច្នោះហើយសត្វទាំងឡាយមានកម្មជារបស់ខ្លួនមានកម្មជាផៅគូមានកម្មជាមរតកមានកម្មជាទាយាទមានកម្មមកតាំងតែពីកំណើតយើងធ្វើនៅកម្មណាទទួលផលនៃកម្មនោះជាក់ជាមិនខានឡើយអញ្ចឹងយើងបានកូនល្អក៏យើងសប្បាយទៅយើងបានកូនមិនល្អក៏ព្រមទទួលយកទៅបើយើងមិនទទួលយកអាម៉េចយើងប្រងចាប់ញុកវាទៅវិញយ៉ាងម៉េចអត់កើតដដែលហ្នឹងវាល្អក៏ទទួលយកមិនល្អក៏ទទួលយកកូនយើងទៅហើយកូនយើងទៅហើយអាកូនវាយយើងក៏ព្រមយកអាកូនជេរយើងក៏ព្រមយកអាកូនរោរឿងយើងព្រឹកល្ងាចក៏ព្រមយកអាកូនធ្វើអំពើល្អងូតទឹកឲ្យម្ដាយល្ងាចក៏ទទួលយកអាកូនថែធួនមើលការខុសត្រូវលោកឪពុកអ្នកម្ដាយសពគ្រប់បែបយ៉ាងទាំងអស់ក៏ព្រមទទួលយកពីព្រោះញាតិញោមស្រីប្រុសបដិសេធមិនកើតត្រូវតែទទួលយកជាសម្បត្តិរបស់យើងជាមរតកកម្មដែលយើងបានសាងសន្សំហើយដោយខ្លួនយើងទទួលផលនៃកម្មនោះដោយខ្លួនយើងទទួលនៅផលនៃកម្មដោយខ្លួនយើងបានល្អទៅក៏យើងនឹកដល់បុណ្យកុសលទៅបុណ្យកុសលដែលខ្ញុំបានសាងសន្សំនឹងល្អណាស់បានកូនមកកូនដឹងខុសដឹងត្រូវដឹងបុណ្យដឹងបាបជាពិសេសគេមិនធ្វើបាបចិត្តរបស់ខ្លួនចឹងញោមសប្បាយចិត្តទៅបើបានកូនអាក្រក់ញាតិញោមស្រីប្រុសកុំបន្ទុះសារាយជាមួយកូនញាតិញោមមិនចង់ជួបអញ្ចឹងទៀតញាតិញោមកុំបន្ទុះសារាយជាមួយគាត់ញាតិញោមស្រីប្រុសជាយាមសន្សំសេចក្តីល្អឲ្យមាននៅក្នុងចិត្តសន្តានគ្រប់គ្នាជាយាមសន្សំជាយាមអត់ធន់ណាជាយាមចម្រើនមេត្តាទៅជាយាមធ្វើនៅសេចក្តីល្អទៅដល់ទៅញាតិញោមស្រីប្រុសធ្វើល្អឲ្យបានច្រើនញាតិញោមលែងជួបគាត់ហើយពីព្រោះអីពីព្រោះញាតិញោមស្រីប្រុសធ្វើអំពើល្អញាតិញោមបានសុខគ្រាន់តែមើលក្នុងពេលបច្ចុប្បន្នញោមធ្វើនៅអំពើល្អញោមអត់ពិបាកចិត្តញោមឲ្យអភ័យមានក្តីមេត្តាចំពោះកូនញាតិញោមអត់ទៅចំពោះគាត់ផងញោមមាន500កុំចាក់កូនវាយតន់ដល់វាសល់ហើយឲ្យវាទៅកុំចាក់វាយតន់នៅពេលដែលវាវាយវាបាបនៅពេលដែលវាវាយវាឈឺយើងផងវាបាបវាផងហើយញាតិចិត្តខាងមើលមកមិនតំណោមនាំឲ្យអ្នកដែលមើលឃើញនោះកើតទោសៈកើតហិង្សាជាមួយនឹងវាដែរដូច្នោះហើយបើប្រុងតែកិច្ចខ្លួនមិនរួចដដែលឲ្យវាហើយទៅមិនបាច់ចាំបាច់ឲ្យវាវាយតន់ទេឲ្យទៅ
ណាញោមណាបើសិនបើញោមជួបប្រទះនៅកូនដែលវាមិនល្អអីយ៉ាងម៉េចណាបើណាញោមម្ចាស់ដើមទៀតប្រធានដើមផងនេះមិនមែនទេប្រទះកូនអតិជាតិបុត្រហើយមើលខ្សែកគេពាក់នោះចង់ប៉ុនកជើងនោះណាមិត្តមែនបើគាត់សក់គ្នាមិនសូវសបោទេសក់អាគេសក់មកក្បាលគេឡើងដល់9កោតតសៃសក់អ្នកមែននេះប្រហែលជាមិនដឹងប្រមាណទេបញ្ញរិញណាញោមខ្សែកនោះវាច្រើនជាងសក់ខ្សែកនោះវាច្រើនជាងសក់មើលទៅឃើញខ្សែកនឹងច្បាស់ជាងឃើញខ្សែកនឹងច្បាស់ជាងអញ្ចឹងថ្ងៃនេះទេសនាពីញោមទេសនាតែពីលោកម្ចាស់យៈជីរាញាណោកៅសុវណ្ណរាជាព្រះបិតាសង្ឃវត្តគិរីសាគរបឹងតលគិរីសាគរបឹងតលអញ្ចឹងខ្ញុំកណាបរិយាយរាយរាប់រឿងរ៉ាវពីនេះពីនោះបន្តិចបន្តួចដើម្បីឲ្យលោកម្ចាស់មានឱកាសមើលមុខចាស់ស្រុកនឹងឬក៏លោកម្ចាស់ត្រូវចិត្តកមុំស្រុកនឹងអីមើលឲ្យហើយកុំឲ្យខកចិត្តតន់ថាយ៉ាងណាយ៉ាងវត្តខ្វាប់នឹងមើលឲ្យហើយលោកម្ចាស់នេះគ្រាន់តែខ្ញុំកណារំលឹកទេកុំឲ្យចាស់ខកដូចខ្ញុំកណាចាស់ខកដូចខ្ញុំកណានឹងទៅណាទៀតទេមានធ្វើចែកដីទេបានកើតចឹងសូមអរតនានិមន្តលោកម្ចាស់ដែលមិនសូវបាននិមន្តមកទីនេះចង់សូមឲ្យលោកម្ចាស់សម្ដែងឲ្យបានច្រើនដើម្បីឲ្យញាតិញោមស្រីប្រុសបានស្ដាប់នៅប្រអស់របស់លោកម្ចាស់ដែលអរតនានៅធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូយកមកគេនឹងជម្រាបជូនដល់អបអរស័ក្តិស្រីប្រុសគ្រប់គ្នាខ្ញុំកណាអរតនានិមន្តលោកម្ចាស់សម្ដែងធម៌តាមលំដាប់លំដោយតាមសតិបញ្ញារបស់លោកម្ចាស់ដែលអាចសម្ដែងបានទីសូមអរតនានិមន្តលោកម្ចាស់សម្ដែងអំពីបុណ្យបច្ច័យ4លោកម្ចាស់ចំណងជើងនៃកម្មវិធីបុណ្យនឹងដាក់ថាបុណ្យបច្ច័យ4ចម្រើនបច្ចុប្បន្ននិងគម្រប់ខួប15ឆ្នាំចឹងសូមរតនានិមន្តលោកម្ចាស់ផ្ដើមអំពីបុណ្យបច្ច័យ4នឹងមុនសូមលោកម្ចាស់សម្ដែងសំគួរដល់អធិស្ឋានធ្វើយ៉ាងណាឲ្យបរិស័ទស្រីប្រុសរបស់យើងនេះកើតនៅសេចក្តីជ្រះថ្លាណាទទួលយកនៅរសនៃប្រធរឲ្យបានគ្រប់គ្នាដោយពាក្យនៅក្នុងពុទ្ធសាសនាលោកសម្ដែងតសុសូសាំងលក្ខៈទេបញ្ញੰនៅពេលដែលគាត់បានស្ដាប់ដោយល្អគាត់នឹងបាននៅបញ្ញាជាក់ជាមិនខានឡើយដូច្នោះសូមសពបរោះស្រីប្រុសតាំងចិត្តស្ដាប់លោកម្ចាស់សុវណ្ណរានឹងសម្ដែងប្រកេនញោមញាតិស្រីប្រុសទាំងអស់គ្នាឲ្យបានស្ដាប់ក្នុងវរោកាសនេះសូមអរតនានិមន្តសូមអនុមោទនាអនុមោទនាទទួលទានសម្រាប់ព្រះសង្ឃអ្នកពិសេសទេសនានាវរោកាសនេះអនុមោទនាកណានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈទូលព្រះបង្គំជាខ្ញុំព្រះករុណាម្ចាស់សំលើកហដ្ឋាកងបងកងអញ្ជលីនមស្ការចំពោះប្រជុំ3នៅបត្រៃរតន៍មានព្រះពុទ្ធរតន៍គុណកៅគឺព្រះពុទ្ធប្រធម្មរតន៍គុណកៅគឺពធនិងព្រះសង្ឃរតន៍គុណកៅគឺព្រះសង្ឃដែលជារតនៈដ៏ដងឧត្តមខ្ពង់ខ្ពស់ប្រសើរលើលោកមួយអន្លើសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូជាម្ចាស់មានព្រះនាមព្រះអង្គគ្រូលីហុងលៀនដែលព្រះអង្គមានប្រវត្តិមានគង់ជា
គូធម្មមកថាដែលបានសម្ដែងអំពីពធទេសនាក្នុងគណៈនេះដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាចម្រើនពរញោមញាតិជាពុទ្ធបរិស័ទម្ចាស់ដើមទានប្រធានដើមបុណ្យដែលបានប្រារព្ធធ្វើនៅកិច្ចកម្មវិធីបុណ្យបច្ច័យ4ចម្រើនបច្ចុប្បន្ននិងខួបគម្រប់15ឆ្នាំដោយក្នុងគណៈនេះព្រះអង្គគ្រូបានអនុញ្ញាតឲ្យខ្ញុំគណៈអាត្មាភាពសម្ដែងតាក់ទងជាមួយនឹងបុណ្យបច្ច័យ4បច្ច័យ4នៅក្នុងពុទ្ធសាសនារបស់យើងដែលបានប្រារព្ធធ្វើមួយអន្លើតាំងពីសម័យបុរាណរហូតមកដល់យើងបច្ចុប្បន្នជាទូទៅយើងសម្គាល់ថាបុណ្យបច្ច័យ4គ្រាន់តែជាបច្ច័យបុណ្យបច្ច័យ4គ្រាន់តែជាបុណ្យបុណ្យបច្ច័យ4គ្រាន់តែជាពិធីបុណ្យបច្ច័យ4គ្រាន់តែជាកិច្ចតែមិនដឹងច្បាស់ថាបុណ្យបច្ច័យ4ពិតប្រាកដគឺជាបុណ្យនោះទេសម្គាល់ថាបច្ច័យឯណានេះមួយដែលបានត្រាច់ចរនៅក្នុងចរន្តនៃជីវិតរបស់យើងព្រះពុទ្ធជាម្ចាស់សម្ដែងថាពាក្យថាបច្ចយៈបច្ច័យគ្រឿងអាស្រ័យសម្រាប់ទ្រទ្រង់ជីវិតត្រាច់ចរទាំងការដេកការដើរការឈរការអង្គុយទាំងអស់នេះវាអាស្រ័យតែដោយបច្ច័យ4មនុស្សក្នុងលោកនេះណាប៉ុណ្ណាអត់មានអ្នកណាមួយរស់នៅមិនមានបច្ច័យ4បានឡើយចៃវរៈក្តីបណ្ឌបាតក្តីសេនាសនៈក្តីគិលានភេសជ្ជៈបច្ច័យក្តីញោមទាំងចាស់ទាំងក្មេងរស់នៅអាស្រ័យដោយបច្ច័យទាំងឡាយ4នេះព្រះពុទ្ធសម្ដែងថាមនាលអ្នកទាំងឡាយសភាវៈធម៌ឯណាដែលកើតឡើងពីធម្មជាតិសភាវៈនោះត្រូវការទ្រទ្រង់ជីវិតជាធម្មតាមនុស្សទាំងឡាយតែមានជីវិតតែជីវិតនោះរស់នៅក្រោមច្បាប់នៃអនិច្ចំទុក្ខំអនត្តាប៉ុន្តែក្រៅអំពីទុក្ខំអនិច្ចំអនត្តាព្រះអង្គសម្ដែងថាអ្នកទាំងឡាយត្រូវការអាហារអ្នកទាំងឡាយត្រូវការសម្ពុតស្លៀកដណ្ដប់អ្នកទាំងឡាយត្រូវការទីស្នាក់អាស្រ័យអ្នកទាំងឡាយត្រូវការថ្នាំកែរោគបានព្រះអង្គជាម្ចាស់សម្ដែងអំពីចៃវរៈបច្ច័យទី1ថាអ្នកណាមួយឲ្យចៃវរៈបច្ច័យមានសទ្ធាជ្រះថ្លាបានបំពេញនៅបច្ច័យទី1គ្រឿងស្លៀកដណ្ដប់ដល់ប្រសង់ដល់លោកអ្នកដ៏មានគុណបកុលនោះរមែងលះលោកនេះទៅកាន់លោកខាងមុខក្តីបច្ចុប្បន្ននេះក្តីតែងទទួលបានអានិសង្សគឺមានរូបល្អមានសម្លៀកបំពាក់មិនខ្វះកន្លះទេព្រះអង្គសម្ដែងតែអញ្ចឹងណាញោមណាដល់តបច្ច័យទី2អ្នកឲ្យបណ្ឌបាតបច្ច័យព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គសម្ដែងថាអ្នកណាឲ្យបណ្ឌបាតអាហារហូបចុកឲ្យរមែងកើតជាតិណាអត់ខ្វះរបស់ហូបទេញោមខ្លាំងសពថ្ងៃយើងណាញោមណាដោយព្រះអង្គគ្រូបានសម្ដែងជាខាងដើមអ្នកខ្លះខ្វះអ្នកកើតឡើងនៅក្នុងលោកជាមនុស្សគេដែរក៏ប៉ុន្តែខ្វះរបស់ហូបចុកតាមកពីហេតុអីបានត្រូវខ្វះព្រោះមាននាមជាមនុស្សដែលសារបុណ្យទៅហើយថាដោយអំណាចនៃការមិនបានឲ្យទាននៅបណ្ឌបាតបច្ច័យបុគ្គលណាមិនបានឲ្យបណ្ឌបាតគ្រឿងហូបចុកបុគ្គលនោះមិនបរិបោដោយរបស់ហូបចុកទេអញ្ចឹងឯងមិនចាំបាច់ឆ្ងល់ទៅនិគុណខ្ញុំកណាត្រូវធ្វើបុណ្យអីបានសម្បូររបស់ហូបខ្ញុំកណាត្រូវធ្វើបានបុណ្យអីបានខ្ញុំកណាមានថាផលនៃអានិសង្សដែលយើងបានធ្វើតែងកើតមានសម្រាប់យើងទោះមិនប្រាថ្នាទោះមិនឆ្ងល់តាមពូជណាបានក្របពូជពីនោះដុះជាផ្លែជាផ្កាជាធម្មតាញាតិញោមជាពុទ្ធបរិស័ទទាំងឡាយអ្នកស្ដាប់ពធទេសនាក្នុងគណៈនេះមិនដឹងស្ដាប់បានអត់អាត្មាជាប្រឹងសំដែងយ៉ាងហ្នឹងក៏មិនដឹងស្ដាប់ឮអត់ទេពីពូអ្នកខាងក្រោយនោះក៏ខាងក្រោយទៅហើយញោមនៅខាងមុខអានេះការស្ដាប់ពធដូចព្រលឹងចេញទៅព្រលឹកបាត់ហើយមិនដឹងស្ដាប់ឮលោកទេអត់ទេហើយអាត្មានេះកំពុងតែប្រមូលអារម្មណ៍ដែរណាពូឮនោះឮអានេះដាច់សមាធិអស់អញ្ចឹងធေါ်ចង់យកមកសម្ដែងញោមពីភ្លេចហើយមិញហ្នឹងពួកអីតិចមកឮឯនោះគ្រឿងមកខ្វះទឹកត្រីមកខ្វះនេះខ្វះនោះជិះចូលសឹកអត់ទឹកអីអញ្ចឹងពិបាកដែរប៉ុន្តែសង្ឃឹមតែញោមអ្នកស្ដាប់ពធទាំងអស់ស្ដាប់បានណាញោមណាស្ដាប់ទាំងអស់នេះញោមស្ដាប់តែឲ្យជារស់នៃពធបានណាព្រះពុទ្ធជាម្ចាស់បានសម្ដែងថាចេះឲ្យអ្នកទាំងឡាយចង់ទទួលបានផលពីការស្ដាប់ពធទេសនាគឺបញ្ញាដែលជាអានិសង្សនោះចូលអ្នកសម្រាប់ឥន្ទ្រីទាំងឡាយ6ឲ្យបានមនាលអ្នកទាំងឡាយចូលអ្នកសម្រាប់ឥន្ទ្រី6ឲ្យបាន
ទីមួយព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យសម្លាប់ចក្ខិន្ទ្រីយ៉ាងឥន្ទ្រីគឺចក្ខុភ្នែករបស់ញោមនេះណាព្រះពុទ្ធថាឲ្យយើងសម្លាប់ហើយសម្លាប់របៀបម៉េចថាឲ្យភ្នែកនេះវាស្រួមនៅបើកាលណាសំយំចោះហើយបើថាកុំកលែងឆ្វេងបើអ្នកខាងឆ្វេងតែដើរឆ្វេងក៏ដើរចោលបើអ្នកខាងស្ដាំគេទៅស្ដាំក៏ទៅចោលហើយបើកូននេះនោះគេទៅណាក៏ទៅចោះអ្នកស្ដាប់ពធនេះត្រូវតែសង្រួមភ្នែកឲ្យល្អកុំកលែងតាមបើកាលណាភ្នែកមិនបានសង្រួមទេឥឡូវតែអ្នកឲ្យឆ្វេងក្រោកឆ្វាច់ញោមងាកទៅដែរធរនេះអត់ទៅទេទៅតកាយយំទៅទៅចិត្តយំទៅជាមួយអ្នកក្រោកហ្នឹងអញ្ចឹងបងឲ្យយើងសង្រួមភ្នែកវិញ្ញាណរបស់ចក្ខុនេះឲ្យបានទើបទទួលបាននៅលទ្ធផលស្ដាប់ពធទី1បានទី2សោតិនទ្រិយអន្ត្រីគឺតិចរបស់យើងឯនេះសំលេងណាដែលជាអកុសលមូលឬគល់របស់អកុសលកើតពីសំលេងណាមួយចូលកុំឲ្យចិត្តជាប់ជំពាក់ជាមួយនឹងសំលេងនឹងទាញអារម្មណ៍របស់យើងថាតិចនេះត្រូវតែស្ដាប់ពធនេះឲ្យបានល្អកាលណាតិចនេះសម្រួមនៅជាមួយនឹងពធបានហើយធម៌នេះនឹងជ្រុលជ្រាបដល់កាយរបស់ញាតិញោមពេលនោះឯងទី2ទី3ខៀននិនទ្រិយ៉ាងអន្ត្រីគឺចំមោះព្រះអង្គថាឲ្យសម្រួមចំមោះនេះបើចំមោះនឹងវាពលត្រូវក្លិនខ្ទឹមបដោគេទេតែកុំឲ្យចំមោះនឹងទៅជាមួយអាខ្ទឹមនោះហើយបើចំមោះនឹងវាជាប់ជាមួយនឹងក្លិនបបរទេថាឲ្យវាទៅហើយរសាត់នៅក្លិននឹងទៅឲ្យបាត់រក្សាត្រឹមតែចំមោះរបស់យើងឲ្យនៅស្ដាប់ពធកុំឲ្យជាប់ជាមួយនឹងអារសនោះទី4ជីវហៈអន្តរទាំងមាត់របស់យើងក្នុងពេលស្ដាប់ពធទេសនាណាប៉ុណ្ណាត្រូវតែសង្រួមអន្តរមាត់ឲ្យកុំជជែកកុំនិយាយកុំសឹកកុំសៀវកុំកេះកុំគួរដើម្បីនឹងពោលនោះឈ្មោះថាអ្នកសង្រួមនៅជីវហិន្ទ្រីអណ្ដាតមាត់បានល្អទី5កាយិន្ទ្រីយ៉ាងអន្ត្រីទី5ត្រូវតែសម្លាប់នេះគឺសំដៅទៅលើកាយទាំងមូលដៃនេះក្តីជើងនេះក្តីអវយវៈគ្រប់យ៉ាងក្តីត្រូវតែសង្រួមនៅក្នុងទីចំពោះមុខមិនបង្វែរទៅកាន់ទីតីនេះព្រះអង្គអោជាម្ចាស់បានសម្ដែងថាជាអ្នកសង្រួមអន្ត្រីគឺកាយនេះបានល្អដល់ទៅទី6មនិន្ទ្រីយ៉ាងអន្ត្រីគឺមโนចិត្តសំដៅទៅលើសភាវៈចិត្តខាងក្នុងនោះនគរកាយទាំងមូលល្អបានអាស្រ័យទៅដោយចិត្តជាអ្នកគ្រប់គ្រងនគរកាយនេះប្រព្រឹត្តអកុសលក៏ដោយចិត្តប្រព្រឹត្តកុសលបានក៏ដោយចិត្តបានបាបក៏ដោយចិត្តបានបុណ្យក៏ដោយចិត្តបានព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យយើងរៀនអប់រំទុមានចិត្តមាននៅសមាធិចិត្តកាយនេះអប់រំមិនបានឲ្យតែអ្នកទាំងឡាយអប់រំចិត្តបាននោះអ្នកទាំងឡាយនឹងល្អទាំងវិចារទាំងចិត្តទាំងកាយរបស់យើងដោយអំណាចនៃការអប់រំទុមាននឹងដូចគ្នាជាមួយការស្ដាប់ពធទេសនាណាប៉ុណ្ណាដើម្បីស្ដាប់ពធបានសង្រួមអន្ត្រីនឹងឲ្យនៅមូលជាយាមទីចិត្តកុំឲ្យទៅឆ្វេងកុំឲ្យទៅស្ដាំនោះពធនេះនៅតែមានឲ្យជារូបជាធម្មតាចូលមកវិញណាញោមណាអាត្មាសម្ដែងមិនអំពីបច្ច័យ4ចូលដល់បច្ច័យទី2បុណ្យបាតបច្ច័យនេះអានិសង្សបានកម្លាំងខ្លាំងមានយានចំណេះល្អជាទីស្រឡាញ់ពេញចិត្តរបស់ខ្លួនឯងបណ្ឌបាតរមែងកើតជាតិណាអត់ខ្វះរបស់ហូបដល់ទៅទី3សេនាសនៈបច្ច័យអ្នកណាឲ្យសេនាសនៈទីដេកទីដើរទីឈរអង្គុយជួយកសាងគាត់កសាងសាលាបាលីពុទ្ធកៈជាដើមអ្នកណាមួយដែលបានចូលរួមបដោះធនធានគឺការស្នាក់អាស្រ័យនៅបែបនេះអ្នកនោះឯងរមែងកើតជាតិណាមានផ្ទះជាទីស្នាក់អាស្រ័យល្អជាទីស្រឡាញ់ពេញចិត្តរបស់ខ្លួនឯងពីព្រោះអីដែលបានមកថាមកអំពីអានិសង្សសេនាសនៈបច្ច័យញោមខ្លះឃើញទេណាញោមមិនបាច់នៅនឹងឯងទៅតែខ្នល់ចោះពេលខ្លះអាត្មាឆ្លងកាត់ឃើញញោមខ្លះអត់មានកន្លែងស្នាក់ទេដើរហើយអង្គុយនៅមុខនងញោមហើយតែតែសម្គាល់នោះអ្នកដែលខ្វះបុណ្យខ្វះសេនាសនៈហ្នឹងតែងតែមានសម្ពីបាបឬក៏សម្ពីកម្មញោមនិយាយពីស្ពីមិនដឹងស្អីខ្លះទៅលើស្មាមានអាដបទឹកសុទ្ធនោះ4 10 20ដបទៅអាប្រវិចកម្មានោះស្ពីផងទៅហើយនិយាយពីអាសម្លកកោសម្លអីបាយលីគ្នានោះនិយាយពីស្ពីនោះស្ពីគាត់ទៅសួរតែយកទៅណាហើយឲ្យអ្នកណាតាមដឹងទៅទុកខ្លួនឯងចាប់ទុកទៅណាក៏របស់ទាំងអស់នេះសុទ្ធសឹងតែជារបស់គ្មានខ្លឹមសារគ្មានប្រយោជន៍តែមកទៅអីបាននៅប្រឹងស្ពីម្លេះ
ថាអានឹងឯងសំពីកម្មរបស់ខ្លួនឲ្យបានសាងសំពីកម្មនោះប៉ុណ្ណាមិនប៉ុនទេចឹងស្ពីយកតាណាមិនមែនជារបស់ល្អមានតម្លៃដូចមាសពេជ្រកៅកងផងទាំងឡាយឯណាដកទឹកសុទ្ធតទេអាស័យតទេក៏ចេះតែស្ពីដែរតែបាយប្អូនអស់ក៏ចេះតែស្ពីទៅកុំឲ្យអីមកពីកម្មហេតុអីបានមិនមានឆ្នាំងបាយមិនមានចានត្រឹមត្រូវមានកន្លែងដេកស្នាស្រីថាមកពីខ្វះបុណ្យហេតុអីបានជាខ្វះបុណ្យមានកន្លែងស្នាស្រីត្រឹមត្រូវមកពីមិនបានសាងបច្ច័យទី3សេនាសនៈបច្ច័យនឹងឯងអញ្ចឹងថ្ងៃនេះម្ចាស់បុណ្យបានសាងសេនាសនៈបច្ច័យដោយល្អប្រពៃរមែងកើតជាតិអាណាអត់ខ្វះទេណាញោមណាអត់ស្ពាយដបទឹកសុទ្ធទេណាញោមណាកើតតែមុខទៀតស្ពាយអីក៏ស្ពាយឲ្យតែរបស់មានប្រយោជន៍អញ្ចឹងញោមពីចុះអ្នកធ្វើបុណ្យរមែងទទួលបានបុណ្យជារបស់ខ្លួនឯងបច្ច័យទី4សំដៅទៅលើសេនាសនៈបច្ច័យបកគលណាបានឲ្យថ្នាំកែរោគជួយព្យាបាលម៉ែជួយព្យាបាលឪជួយព្យាបាលអភិគុណជួយព្យាបាលទំនុកបំរុងប្រសងរមែងកើតជាតិណាអត់ឈឺច្រើនទេតែអាត្មាសម្គាល់ឃើញញោមម្ចាស់បុណ្យថ្ងៃនេះមានដូចមកជាដៃហ៎នឹងឯងអញ្ចឹងឯងឥឡូវថ្ងៃនេះបានធ្វើគិលានអភេទជាបច្ច័យឲ្យថ្នាំកែរោគដល់ប្រសងណាអញ្ចឹងជំងឺនឹងប្រកបជាទៅវិញណាពួកអីយើងបានសាងបុណ្យបានដាំពូជបុណ្យបានបដោះគ្រាប់ពូជរបស់បុណ្យដែលកើតឡើងត្រូវជាគិលានអភេសជ្ជៈបច្ច័យអញ្ចឹងអានិសង្ឃទាំងឡាយទាំងពួងនេះនឹងសម្រេចបានចំពោះញាតិញោមទាំងឡាយជាម្ចាស់បុណ្យជាធម្មតាណាខ្ញុំណាអនុមោទនីខ្ញុំកណាសម្ដែងអំពីបច្ច័យ4ប្រមាណប៉ុណ្ណេះប្រគេនព្រះអង្គគ្រូសូមព្រះអង្គជាម្ចាស់និមន្តទទួលនៅការសម្ដែងរបស់ខ្ញុំកណាប្រមាណប៉ុណ្ណេះសូមអនុមោទនីសាធុសាធុសាធុយាយនឹងធ្វើឲ្យគេអាណិតតាធ្វើឲ្យឈឺដៃដល់ពេលអ្នកស្រុកអ្នកប្រាប់បុនអើយយើងនាំគ្នាទៅចូលបុនយាយនឹងទៅយាយនឹងបាក់ដៃយកគេអាណិតនឹងពីណាមិនដឹងមួយថ្ងៃដើរបង្ហាញគេណែខ្ញុំឈឺដៃខ្ញុំឈឺដៃអូពីណាមិនដឹងលោកអើយធ្វើនឹងធ្វើឲ្យគេអាណិតជាមើលបនរួចបើមិនជាដើរស្រួលប៉ុន្តែមិនមែនធម្មតាទេណាលោកម្ចាស់ខ្សែមួនប្រសង2វត្តឆាន់នៅនឹងក្នុងកម្មវិធីបុណ្យនេះកណ្ណាជាម្ចាស់ហើយធ្វើបុណ្យនិមន្តប្រសងច្រើនអង្គឆាន់នឹងមិនងាយទេក៏តែម្ចាស់បុណ្យនឹងមានសទ្ធាខ្ពស់ណាស់មានការលះបង់ខ្ពស់ណាស់បើមិនដូច្នោះទេមួនតែប៉ុណ្ណឹងតែម្ចាស់បុណ្យនេះអត់ទេលោកម្ចាស់និមន្តប្រសង2វត្តមិនមែន2អង្គទេ2វត្តនិមន្តទាំងអស់ឲ្យតែលោកម្ចាស់អាចនិមន្តមកឆាន់បាននិមន្តមកឆាន់ទាំងព្រឹកទាំងថ្ងៃត្រង់ស្អែកហ្នឹងឃើញហើយលោកម្ចាស់កាត់កញ្ច្រាំងនេះមកចេញពីវត្តទូលមកប៉ាត់ញ៉ាត់មកហើយមកដល់ណែរែងអ្វីដែលលោកម្ចាស់លឺមិញហ្នឹងហើយមានចំហាយមិញហ្នឹងស្អែកលោកថ្ងៃហ្នឹងអត់ទេរឿងទឹកត្រីរឿងខ្ទឹមរឿងស្អីហ្នឹងគឺអនុគ្រោះញោមសិនចុះតែស្អែកហ្នឹងមកម្ដងហើយព្រលឹមឡើងហ្នឹងមកហើយមិនដឹងថាប៉ុននឹងធ្វើតន់ធ្វើមិនតន់ដឹងទេម្ដងអង្គុយធ្វើមហេតញោមចេះធ្វើបាក់ដៃដែរអាត្មាចេះធ្វើអត់ដែរម្ដងអង្គុយសកុកម្ដងដូចអត់បាយកន្លះខែអីចឹងម្ដងអង្គុយធ្វើដូចឃ្លានណាស់អីចឹងម្ដងអង្គុយតែមិនឲ្យឆាន់ទៅវិញតែឯហ្នឹងមួនមកដល់ហើយអញ្ចឹងញោមញាតិស្រីប្រុសគ្រប់គ្នាបានទទួលទានសម្រាប់នៅបុណ្យបច្ច័យ4ហើយអំបញ្ញមិញនេះលោកម្ចាស់ធ្វើជាសេចក្តីបរិយាយប្រកេននឹងជំរាបជូនញោមញាតិពុទ្ធបរិស័ទស្រីប្រុសគ្រប់គ្នាតាំងពីជ័យវរៈរហូតដល់គិលានភេសជ្ជៈធញាតញោមស្រីប្រុសបានធ្វើបុណ្យបច្ច័យ4នេះប្រកបណាស់ជាមានរូបល្អប្រកបណាស់ជាមានកម្លាំងមានសេចក្តីសុខញាតិញោមបានធ្វើបុណ្យបច្ច័យ4នេះពិតជា
มันខ្វះកន្លះទីកន្លែងរស់នៅទេញាតិញោមបានធ្វើបុណ្យបច្ច័យ4នេះពិតណាស់ជាមានសេចក្តីសុខមានអាយុវែងយឺនយូរដោយផលអានិសង្ឃនៃបុណ្យបច្ច័យ4នេះជាជាខាងហើយអានិសង្ឃបុណ្យណាញាតិញោមអានិសង្ឃបុណ្យយើងផ្សាយផ្សំគ្រឿងខាងក្រៅនេះមិនដូចជាបុណ្យដែលយើងបានធ្វើទុកហើយទេញាតិញោមស្មាទោសដូចជាយើងខ្វះរូបល្អអញ្ចឹងខ្វះរូបល្អយើងកែកុនកែត្រូវទៅរៀងគ្រាន់បើកែមិនត្រូវទៅគ្រោះថ្នាក់កែមិនត្រូវទៅគ្រោះថ្នាក់តែបើសម្បត្តិបុណ្យអភិសេកឬក៏សម្បត្តិបុណ្យឧបត្ថម្ភបើកណាកើតមកលោកកើតមកស្អាតគឺស្អាតមកតែម្ដងគ្រាន់តែបន្ថែមបន្ថយបន្តិចបន្តួចល្អមែនទេដូចញាតិញោមស្រីប្រុសធ្លាប់ស្ដាប់នាងអសន្ធិមិត្តាឬមួយក៏ឧបាសិកាវិសាខាហើយថាឧបាសិកាវិសាខាល្អនោះល្អមែនទេញាតិញោមបើសក់អត់ស្កើញាតិញោមសក់គាត់សក់អត់ស្កើទេបបេមាត់របស់គាត់នឹងក៏ហូមដូចផ្លែបាសទុំឬមួយក៏ផ្លែទំលាប់មានលក្ខណៈក្រហមអញ្ចឹងញាតិញោមមានលក្ខណៈក្រហមអញ្ចឹងហើយសក់របស់គាត់នៅខាងចុងរបស់សក់គាត់នឹងគឺងើឡើងដូចជាកន្ទុយនៃងោកអញ្ចឹងហើយស្អាតសក់របស់គាត់នឹងអត់បែកចុងអីទេតាមអត់បែកចុងអីទេមិនស្កើហើយមិនបែកចុងហើយមិនខូចទៀតសក់នឹងអ្នកមេនធ្វើបត់នឹងត្រូវសបោសក់អ្នកឯងប៉ុន្តែនៅប្រុសនេះស៊ីមលូដូចអ្នកភូមាលោកហើយមនុស្សប្រុសស៊ីមលូធ្លាប់តែឃើញអ្នកភូមាមកធ្វើជាក្រានអស់នឹងប្រុសของគេជក់បរិយគេផឹកស្រាប្រុសភូមាស៊ីមលូដូចអ្នកមេននឹងអញ្ចឹងអង្គុយស្ដាប់ធម៌មើលទៅមាត់អ្នកមេនក្រែងតែលៀបការ៉េមក្រែងតែទៅថៃមួយរយៈហ្នឹងទៅជាអាម៉េចទៅហើយប៉ុន្តែមិនមែនអញ្ចឹងឯណានៅស៊ីមលូចឹងអ្នកធ្វើបន់បច្ច័យ4ហ្នឹងមានសក់ច្រើនហើយមិនពិបាករកសក់ទេណាមិនបាច់រកសក់ទេអញ្ចឹងអ្នកធ្វើបន់បច្ច័យ4នេះបន់ជួយឧបត្ថម្ភណាបន់ជួយឧបត្ថម្ភកើតមកហ្នឹងមានរូបល្អកើតមកហ្នឹងមានសេចក្តីសុខច្រើនកើតមកហ្នឹងមានអាយុវែងកើតមកហ្នឹងអ្នកផងទាំងពួងគោរពស្រឡាញ់ឲ្យតម្លៃដោយអានិសង្ឃរបស់បុណ្យនេះឯងដោយអានិសង្ឃនៃបុណ្យនេះឯងលោកម្ចាស់ហើយលោកម្ចាស់ដោយចម្រើនខ្ញុំប្រកាសណាសូមរតនានិមន្តលោកម្ចាស់សម្ដែងបន្តតាក់ទងជាមួយបុណ្យចម្រើនបជនដោយសារបុណ្យហ្នឹងមានដល់ទៅ3លោកម្ចាស់ហើយពេលវេលារបស់យើងហ្នឹងมันមានច្រើនប៉ុន្មានទេហេតុនេះហើយខ្ញុំប្រកាសណាហ្នឹងក៏ចង់ស្ដាប់នៅសង្ឃដីការបស់លោកម្ចាស់ហើយក៏ដូចជាបានសិក្សាបានស្ដាប់នៅប្រធរដែលលោកម្ចាស់លើកយកមកសម្ដែងប្រកេននិងជំរាបនោះខ្ញុំប្រកាសណាសូមរតនានិមន្តលោកម្ចាស់សម្ដែងបន្តអំពីបុណ្យទី2តាក់ទងជាមួយនឹងបុណ្យចម្រើនបជនតើបុណ្យចម្រើនបជននឹងមានន័យសេចក្តីឬមួយក៏ផលរបស់បុណ្យចម្រើនបជននឹងធ្វើទៅបានបុណ្យច្រើនបានអាយុវែងមានសេចក្តីសុខច្រើនមែនឬមួយក៏យ៉ាងម៉េចលោកម្ចាស់ដូច្នោះសូមលោកម្ចាស់អរតនានិមន្តតាមសំគួរដល់អធិស្ឋ័យរបស់ផងសូមអរតនានិមន្តណាសូមអនុមោទនីណាអរគុណណាស់ចំពោះព្រះអង្គគ្រូផ្ដល់ឱកាសឲ្យខ្ញុំគណៈអាត្មាសម្ដែងអំពីបុណ្យចម្រើនបជនអញ្ចឹងគឺទៅតាមកិច្ចបុណ្យរបស់ញោមញាតិពុទ្ធបរិស័ទដែលយើងសម្ដែងអំពីបុណ្យនេះឲ្យឈ្មោះថាបុណ្យចម្រើនបជនពាក្យថាចម្រើននៅក្នុងពុទ្ធសាសនាយើងប្រែមកឲ្យខ្លីជាភាសាខ្មែរថាធ្វើឲ្យកើនហើយជនព្រះជនឬក៏ជនមាននេះសំដៅទៅលើអាយុបុណ្យនេះសំដៅទៅលើបុណ្យដែលនាំឲ្យកើតអាយុវែង
តើធ្វើបែបម៉េចដឹកនាំឲ្យបានអាយុវែងគ្រាន់តែធ្វើបុណ្យនេះអាយុវែងឬនិគុណថាអត់ទេអញ្ចឹងដើម្បីឲ្យបានអាយុវែងនេះត្រូវធ្វើបែបណាខ្លះនៅក្នុងពុទ្ធសាសនារបស់យើងពុទ្ធមានសម្ដែងអំពីកិច្ចប៉ុន្តែបរិស័ទនៃយើងបានរៀបចំចាត់ចែងទៅតាមបែបបុរាណាចារ្យលើកឡើងថាពាក្យខ្មែរមួយកថាឈើពីមទឹកឆាប់ពុកមនុស្សពីមទុកឆាប់ស្លាប់អញ្ចឹងដើម្បីឲ្យមនុស្សមានអាយុវែងព្រះអង្គថាកុំឲ្យកើតទុក្ខផ្លូវចិត្តនឹងខ្លាំងពេកសភាវៈចិត្តរបស់មនុស្សនេះណាបើសិនជាកាលណាចិត្តលំបាកហើយកាយនេះអត់សំណុកទេបើសិនជាចិត្តនេះវេទនាហើយកាយមិនអាចជួបសុខទេព្រោះកាយជួបវេទនាដោយចិត្តវេទនាចិត្តវេទនាទៅកាយវេទនាតាមក្រោយអញ្ចឹងព្រះអង្គឲ្យយើងរៀនពិចារណាទៅតាមធម៌ទទួលយកភាពពិតបើជួបទុកហើយដោយព្រះអង្គគ្រូលើកខាងដើមថាកូនឯណាអប់រំបានដោយល្អក៏ទទួលយកអប់រំឲ្យបំព្រមស្ដាប់បំព្រមតាមនៅតែមាននាមតែជាកូនអកតញ្ញូកូននិរិឆាក៏ព្រមទទួលយកព្រោះជាកូនរបស់យើងអញ្ចឹងនៅក្នុងធម៌ព្រះអង្គសម្ដែងថាសត្វទាំងឡាយនៅក្នុងលោកនេះរស់នៅបានអាស្រ័យដោយកម្លាំងកម្មបង្កើតកម្មបែបណាទទួលផលបែបនឹងទទួលបានរឿងល្អរឿងមិនល្អអាស្រ័យដោយកម្មពីអតីតដែលយើងបានសាងពីមុនមកជីវិតមួយនេះត្រូវរៀនទទួលយកគ្រប់យ៉ាងដែលយើងត្រូវជួបប្រទេសរឿងល្អក្តីមិនល្អក្តីក៏ត្រូវតែជួបប៉ុន្តែសួរថាគុណកណាធ្វើបុណ្យចម្រើនបច្ចុប្បន្ននេះនាំឲ្យមានអាយុវែងមែនអត់ថាវាអាចទាំងវែងហើយក៏អាចនឹងមិនវែងហើយបច្ចុប្បន្ននឹងបានមែនអត់ថាវាបានអាយុនឹងវាអត់ទៅណាទេហើយហេតុតែវែងតែបែបណាហេតុតែវែងតាមបែបពុទ្ធសាសនានៃយើងព្រះអង្គជាម្ចាស់សម្ដែងថាមនុស្សទាំងឡាយរស់នៅក្នុងលោកនេះបើកាលណាកម្មតាក់តែងឲ្យមាននៅបច្ចុប្បន្នអាយុប្រមាណជា80ឆ្នាំមនុស្សទាំងឡាយត្រូវរស់នៅព្រមទទួលយកនៅបច្ចុប្បន្នអាយុជាមួយនឹងសុខនិងជាមួយនឹងទុក្ខនោះជាធម្មតាព្រះអង្គសម្ដែងរួចហើយថាជីវិតនឹងវាតែងតែជួបអញ្ចឹងបើជួបទុក្ខក៏ទទួលជួបសុខក៏ទទួលទៅតាមពុទ្ធសាសនាព្រះអង្គសម្ដែងវេញែកអំពីដំណើររឿងខ្ញុំកណ្ដាអាត្មាលើករឿងបន្តិចចោះដើម្បីឲ្យដឹងថាដីគុណអ្នកណាអ្នកនាំឲ្យធ្វើវែងនោះឬក៏ដីគុណគ្រាន់តែសម្ដែងសម័យព្រះអង្គលោកតែងតែលើកឡើងអាចារ្យតែងតែលើកជាសាមញ្ញអំពីអាយុវឌ្ឍនកុមារឬក៏អាយុវឌ្ឍនមង្គលអាយុវឌ្ឍនកុមារនេះណាប៉ុណ្ណាចាកាលណាដែលចម្រើនវ័យរបស់គាត់អាយុគាត់នៅសល់ត្រឹមតែប្រមាណ7យប់7ថ្ងៃត្រូវស្លាប់ហើយអាយុអត់វែងទេត្រូវអស់ហើយដើម្បីឲ្យបានអាយុវែងត្រូវធ្វើយ៉ាងម៉េចពុទ្ធជាម្ចាស់បានទទួលដំណឹងដឹងថាអាយុវឌ្ឍនកុមារនេះចិត្តអស់ដោយការប្រមាលមើលអញ្ចឹងឯងក៏មាននៅសាវកទៅបញ្យល់សម្ដែងប្រោសស្វាត់ជាយនៅពធនេះទាំង7យប់7ថ្ងៃដូរព្រះអង្គរហូតពេលយប់នោះព្រះអង្គផ្សេងពេលថ្ងៃព្រះអង្គផ្សេងដើម្បីនឹងទៅស្វាត់ជាយនៅពធដល់ពពួកយមបបាលដែលយមរាជក៏ឲ្យមកគេថាអាយុវឌ្ឍនកុមារនឹងត្រូវតែស្លាប់ហើយព្រោះអស់បុណ្យប៉ុណ្ណឹងអាយុគាត់មិនអាចនៅទៀតបានទេអញ្ចឹងឲ្យកើតហេតុមានការឈឺដល់កើតមានការកើតរឿងបែបនេះបែបនោះដោយអំណាចកម្មជាអ្នកតាក់តែងបានយមបបាលគេអង្គុយចាំមើលមួយថ្ងៃទៅមួយថ្ងៃពីរថ្ងៃទៅ2ថ្ងៃ3ថ្ងៃទៅ4ថ្ងៃ5ថ្ងៃ6ថ្ងៃដល់ទៅមួយអាទិត្យប្រសងអត់បានស្វាត់ជីវធម៌នោះដាច់សោះចង់ចូលទៅមិនកើតពីពួកអីធម៌ពុទ្ធកំពុងតែស្វាត់ជីវឯងចូលទៅនោះមិនមានបាបមិនហ៊ានរហូតដល់7ថ្ងៃផុតកំណត់បាត់ទៅយមរាជក៏ឲ្យទៅវិញអាយុវឌ្ឍនកុមារចម្រើនវ័យតាំងពីពេលនោះរហូតដល់120ឆ្នាំបានស្លាប់ទៅតែហេតុអីហេតុបានស្ដាប់ព្រះបរិត្តអ្នកត្រង់នឹងបានពុទ្ធសាសនាយើងមានកិច្ចនិមន្តប្រសង់ចម្រើនបរិត្តញោមខ្លះទៀតកន្លែងខ្លះទៀតគេមានកិច្ចនិមន្តប្រសង់ស្រោចទឹកតែហេតុអីបានស្រោចទឹកដល់កូនចៅប្រុសស្រីញោមញាតិពុទ្ធបរិស័ទដើម្បីចម្រើននៅអាយុវឌ្ឍនមង្គលទៅតាមកិច្ចបែបប្រវេណីរបស់យើងមានការស្ដាប់ពធឲ្យក្តីគោរពប្រមាណប៉ុណ្ណេះអ្នកណាមួយដែលគោរពធម៌អ្នកណាមួយដែលយករតនត្រ័យទាំង3មានពុទ្ធមានពធប្រសង្ឃជាទីពឹងនេះ
អ្នកនោះឈ្មោះតកូនចៅប្រពុតអាយុអត់ខ្លីតែងតែទទួលបានអាយុវែងព្រោះគោរពធម៌អ្នកណាដែលបានគោរពធម៌ដោយសេចក្តីជ្រះថ្លានោះអ្នកនោះរមែងទទួលបានតែមានគោលដ៏ល្អសម្រាប់ខ្លួនឯងអត់ឆាប់ស្លាប់ទេប៉ុន្តែទៅតាមបែបបារាណយើងថាបើចង់ឲ្យជីវិតរស់នៅវែងកុំកើតទុកច្រើនពេកមានទុកច្រើនបន្តិចកាត់បន្ថយអាយុបន្តិចទុករឹតតែច្រើនអាយុរឹតតែតិចអញ្ចឹងដើម្បីឲ្យអាយុនេះច្រើនកើតបន្ថយសេចក្តីទុកនេះកុំឲ្យជាប់ចម្ពាក់ជាមួយនឹងខ្លួនប្រាណរបស់យើងអញ្ចឹងអាយុហ្នឹងវែងណាហើយបើតាមបែបពុទ្ធសាសនាបងឲ្យយើងធ្វើបុណ្យស្ដាប់ព្រះបរិត្តរបស់ព្រះសង្ឃនាំឲ្យមានអាយុវែងណាអញ្ចឹងខ្ញុំកណាអាត្មាលើកប្រមាណប៉ុណ្ណេះដោយខ្លីចោះសល់ប្រមាណប្រកេនព្រះអង្គគ្រូមានបតីបែបណាក៏សូមបរិត្តនានិមន្តសូមអនុមោទនាសាធុពីរោះញាតិញោមស្ដាប់បានពីរោះសំឡេងលោកម្ចាស់សំដែងច្បាស់មានខ្លឹមសារល្អសំរុំជាមួយនឹងនាការប្រទាននៅអាវាតដ៏ល្អនេះញោមញាតិជាពុទ្ធបរិស័ទស្រីប្រុសគ្រប់គ្នាទាំងអស់ដែលមានវត្តមាននៅទីនេះឬក៏នៅឆ្ងាយអំពីទីនេះពីមុនដំបូងយើងលើកដូចជារឿងខ្ញុំផ្ញើបន្តិចមែនប៉ុន្តែបន្ទាប់អំពីព្រះសទ្ធម្មវិសេសទេសនាចាប់ផ្ដើមបន្តដំណើរបន្តិចម្ដងមកឃើញថាញោមញាតិស្រីប្រុសរបស់យើងគាត់ចាប់ផ្ដើមបន្ធូរបន្តិចម្ដងដែរដូច្នោះយើងបាននៅការអនុគ្រោះដល់គ្នាយើងអាចស្ដាប់នៅធម៌បានហើយញោមញាតិស្រីប្រុសដែលអញ្ជើញមកក្នុងកម្មវិធីនេះក៏បានទទួលទានដោយស្រួលបានទទួលទានដោយស្រួលមិនធ្វើឲ្យមានការប៉ះពាល់គ្នានោះទេការឲ្យអភ័យគ្នានេះសំខាន់ណាស់ញាតិញោមការឲ្យអភ័យគ្នានេះសំខាន់ណាស់សមនឹងពាក្យនៅក្នុងពុទ្ធសាសនានេះលោកថាមនុស្សនៅចម្ពោះទ្វីបនេះបើកណាមានគុណធម៌មានអាយុមិនអាចប្រមាណបានណាញាតិញោមសត្វនៅពពៈវិទេហទ្វីបនៅអដករោទ្វីបនៅអមោគោយនទ្វីបឬក៏អបរៈគោយនទ្វីបកុំចាំបាច់និយាយពីព្រោះគេមានអាយុច្រើន500ឆ្នាំខ្លះ1000ឆ្នាំខ្លះណាប៉ុន្តែមនុស្សនៅនឹងចម្ពោះទ្វីបនេះឬសត្វនៅនឹងចម្ពោះទ្វីបនេះបើកណាមានគុណធម៌មានអាយុច្រើនមានគុណធម៌មានអាយុច្រើនដូចជាស្ដេចមន្ធាតុអីជាដើមលោកមានអាយុរហូតដល់ទៅច្រើនជាងព្រះឥន្ទទៀតណាច្រើនជាងព្រះឥន្ទទៀតព្រះឥន្ទមានយ៉ាងច្រើន57កោដឆ្នាំមនុស្សប៉ុន្តែស្ដេចមន្ធាតុលោកមានអាយុច្រើនជាងនឹងទៀតញាតិញោមមានអាយុច្រើនជាងនឹងទៀតដោយសារតែល្អដោយសារតែគុណធម៌ហើយពិភពលោកនេះសុខសบายឬមួយក៏អាយុវែងយឺនយូរឬមួយក៏មានភាពសុខឧត្តមរមនាគឺមានធម៌នឹងតែម្ដងញាតិញោមចូលឆ្នាំប្រទេសណាមិនដឹងទេញាតិញោមប៉ុន្តែចូលឆ្នាំប្រទេសខ្មែរទេវតាស្រុកខ្មែរគ្រាន់តែចុះមកយកធម៌មកបាចតែហ្មងញាតិញោមបាច់ជីវមកធម៌មកបាច់ខ្វោកធម៌មកបាច់សត្វធម៌បាច់មកវិហារធម៌បាច់សត្វធម៌ហ្នឹងគឺសទ្ធាសីលចាកៈហិរិអោតបៈបញ្ញាប្រាប់ញោមញាតិទាំងអស់គ្នាទៅញោមអើយញោមយើងចូលឆ្នាំថ្មីហ៎នាំធ្វើបុណ្យតែមិននាំធ្វើបុណ្យទេប្រយ័ត្នអត់រួចឆ្នាំថ្មីណាប្រាប់លោកទេតាមផ្លូវជាប្រាប់ចឹងទេវតាចុះមកប្រហែលថ្ងៃទៀតទេវតាចុះមកញាតិញោមទេវតាឥឡូវហ្នឹងកំពុងធ្វើខ្លួនមិនដឹងទៅហាងណាទេប៉ុន្តែតែប្រហែលថ្ងៃទៀតហ្នឹងចុះមកហើយញាតិញោមហើយមកហ្នឹងមិនមែនមកធម្មតាទេមកយកធម៌មកចែកតែហ្មងញាតិញោមមកប្រកាសប្រាប់ឲ្យញោមញាតិស្រីប្រុសទាំងអស់គ្នាតាំងនៅក្នុងធម៌តែហ្មងឲ្យកូននឹងចេះស្រឡាញ់ម៉ែឪឲ្យម៉ែឪនឹងចេះសន្តោសសង្គ្រោះចេះថែរក្សាកូន
មនុស្សទាំងអស់គ្នានឹងមានមេត្តាចិត្តមានករណាចិត្តមានមុទិតាចិត្តមានឧបេក្ខាចិត្តចំពោះគ្នានឹងគ្នាទៅវិញទៅមកចេះស្រឡាញ់គ្នាចេះអាណិតគ្នាចេះសន្តោសគ្នាមានការយោគយល់គ្នាទៅវិញទៅមកហើយនាំគ្នាប្រព្រឹត្តនៅសត្វធម៌សត្វធម៌គឺធម៌7ញាតិញោមប្រព្រឹត្តនៅសត្វធម៌ធ្វើនៅអំពើល្អនាំគ្នាខិតខំនាំគ្នាធ្វើអំពើល្អគ្រប់គ្នានាំគ្នារក្សាសិលដើម្បីបានជាទីពឹងនាំគ្នាស្ដាប់ពាក្យរបស់សពបរោះបានចេះដឹងបានដឹងគុណមេត្តាបិតាបានធ្វើនៅអំពើល្អនឹងនឹងនៅកើតនាំគ្នាចែករំលែកសេចក្តីល្អមានលុយកាក់របស់របរអីខ្លះតាមលទ្ធភាពតាមសំគួរដល់ធនធានដែលខ្លួនមានហើយនាំគ្នាខ្មាស់បាបញាតិញោមនាំគ្នាខ្លាចបាបកុំទៅពីទៅពីទៅផ្ដេសទៅផ្ដាស់កុំនាំគ្នាទៅប្រព្រឹត្តលបែងស៊ីសងឬក៏អបាយមុខមានស្រីស្រាលបែងពាលាធួកឆាសារ៉ាទឹកថ្នោតជូរទៅជួលមន់លេងលូតូឬមួយក៏ដើរចោលផ្ទះអីជាហេតុនាំឲ្យនឹងជាហេតុនាំឲ្យខ្លួននឹងវិនាសអញ្ចឹងទេវតាចុះមកនឹងប្រាប់ដល់យើងទាំងអស់គ្នានឹងកុំឲ្យយើងធ្វើអំពើអាក្រក់ឲ្យយើងនាំគ្នាធ្វើអំពើល្អប៉ុន្តែរឿងពិតជាក់ស្ដែងញោមធ្វើនឹងមិនធ្វើរឿងរបស់ញោមប៉ុន្តែទេវតាប្រាប់ញាតិញោមទេវតាប្រាប់ទេវតាមកចុះគ្រប់ផ្ទះណាញាតិញោមបែងភាកកាឡាហោះហើរដើរតាមអាកាសមកចុះតាមផ្ទះហ្នឹងផ្ទះញោមណារៀបគ្រឿងសក្ការៈពូជទេវតាចុះមកហើយចុះមកចែកធေါ်ឲ្យទៅមកប៉ុន្តែញាតិញោមយកឬមួយក៏មិនយកអាហ្នឹងអត់ដឹងទេប៉ុន្តែបើញាតិញោមណាយកគឺប្រព្រឹត្តតាមធម៌ដល់ប្រព្រឹត្តតាមធម៌បាននៅសេចក្តីសុខហើយបាននៅសេចក្តីសុខហើយតែបើញាតិញោមស្រីប្រុសណាមិនយកទេញាតិញោមស្រីប្រុសនោះលំបាកខ្លួនឯងហើយណាលំបាកខ្លួនឯងហើយចឹងលោកម្ចាស់ខ្ញុំកណាស្ដាប់បាននិទានរបស់លោកម្ចាស់លើកយកមកប្រកេតជំរាបជូនមានអាយុវឌ្ឍនកុមារអីជាដើមថាញោមញាតិស្រីប្រុសទាំងអស់គ្នានឹងតាំងនៅក្នុងធម៌ហើយខំនាំគ្នាស្ដាប់ពាក្យបរោះខ្ញុំកណាសូមរតនាមុនម្ចាស់មួយសំណួរចុងក្រោយទៀតលោកម្ចាស់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យនេះជូនដល់បុព្វការីជួន15ឆ្នាំប៉ុន្តែអ្នកស្លាប់ច្រើនអ្នកស្លាប់ឡើងច្រើនណាស់មានតម៉ក់មានយីងិនមានតមិនមានតអៀនមានតជួនមានយីតាមានតមិតមានយីលន់មានតប៊ូមានយីសុកមានតសមហើយនឹងញាតិជាច្រើនរូបទៀតអញ្ចឹងខ្ញុំកណាសូមរតនានិមន្តលោកម្ចាស់ឲ្យសម្ដែងតងជាមួយនឹងតេកិណានុបទានគម្រប់ខួប15ឆ្នាំហ្នឹងហើយជាពិសេស15ឆ្នាំហ្នឹងជូនដល់លោកមិត្តម៉ៅហ្នឹងត្រូវជាឪពុករបស់អ្នកមេនហ្នឹងចាំឲ្យគាត់ទៅទៅណាឲ្យច្បាស់ប្រកបនៅមុខវត្តសនុកធ្វើទៅអូននៅមុខវត្តទេហ៎គឺមីក្រូមិនបានហូបបាយវត្តមកបីទេចាំសូមរតនានិមន្តតាមបុណ្យលោកអស់នៅមន្ទិលសង្ស័យតើបុណ្យដែលគាត់បានបំពេញធ្វើថ្នាក់បច្ច័យ4ជាដើមនេះបានសម្រេចដល់បុព្វការីជួនមានលោកមិត្តម៉ៅឬមួយក៏យ៉ាងម៉េចដែរទៅលោកម្ចាស់សូមអរតនានិមន្តតាមសំគួរដល់អធិស្ឋានសូមអនុមោទនាសាធុសាធុសាធុអរគុណណាឲ្យឱកាសចុងក្រោយនៃបុណ្យតេកិណានុបទានគម្រប់ខួប15ឆ្នាំ15ឆ្នាំបើនិយាយទៅតាមពុទ្ធសាសនានៃយើងព្រះអង្គសម្ដែងអំពីកិច្ច2ហេតុ3ដែលអាចសម្រេចដល់អ្នកបានលក្ខណៈទៅកាន់លោកខាងមុខប៉ុន្តែបើសួរថាដីគុណបុណ្យខ្ញុំកណាដែលធ្វើទៅនេះច្បាស់ជាបានដល់ទេថាអាចនឹងមិនបានដល់ហើយក៏អាចបានដល់តើបើអាចបានដល់បានដោយរបៀបណា
បានដល់អ្នកស្លាប់លុះត្រាតែអ្នកស្លាប់នេះមិនទាន់បដិសន្ធិថ្មីបានន័យថាគាត់ស្លាប់ទៅ15ឆ្នាំអត់ទៅចាប់ជាតិទេអញ្ចឹងនៅនឹងកាលណាដែលមិនទៅចាប់ជាតិទេនៅតែវិលបុណ្យក៏មិនបានបាបក៏មិនបាននេះញោមធ្វើឲ្យទៅឲ្យនឹងសម្រេចទៅដល់គាត់ដែរទី1ទី2អ្នកដែលស្លាប់តែកាន់លោកខាងមុខដើម្បីបានដល់គឺឧបាសកឧបាសិកាទាយុទាយកម្មម្ចាស់បុណ្យទាំងឡាយឧទ្ទិសបុណ្យឲ្យចំឈ្មោះបុគ្គលដែលបានស្លាប់ទៅនឹងបានន័យថាវិញ្ញាណក្ខន្ធរបស់លោកមិត្តមើលដែលបានលះកាលកិរិយាតែកាន់លោកខាងមុខនោះអាចទទួលបានលុះត្រាតែយើងអត់ទិសចំលោកមិត្តមើលបែបនឹងឯងទើបសម្រេចបានទី2ទី3ដើម្បីឲ្យបានសម្រេចបុណ្យទៅដល់គាត់ឯណោះក្នុងនាមយើងជាអ្នកធ្វើបុណ្យឲ្យត្រូវតែធ្វើបុណ្យប្រកបទៅដោយសេចក្តីជ្រះថ្លានិងបញ្ញាពីព្រោះបុណ្យឯណានេះមួយបើធ្វើតែបុណ្យកើតត្រឹមតែពិធីមិនលំបាកទេណាញោមដាក់ថាពិធីបុណ្យអត់ពិបាកធ្វើទេពិធីនឹងប៉ុន្តែសួរថាបុណ្យនេះយើងធ្វើទៅបានបុណ្យឬអត់ទើបជារឿងដែលពិធីជួបជុំមិនពិបាកទេប្រាប់សបុតប្រាប់យាយប្រាប់តាអញ្ជើញបាសកបាសិកាគាត់មកថាអញ្ជើញបានប៉ុន្តែសួរថាអំណាចនៃអានិសង្សបុណ្យមានទំហំប៉ុណ្ណាសម្រាប់ទៅដល់អ្នកណាខ្លះពុំមានអ្នកណាមួយដឹងឡើយចុះបើនិគុណអ្នកសម្ដែងពធនិគុណដឹងទេថានិគុណក៏មិនដឹងពីព្រោះបុណ្យទាំងឡាយសម្រេចបានឬមិនបានអាស្រ័យទៅលើចេតនាចិត្តរបស់ម្ចាស់តាមបុណ្យខ្លួនឯងអញ្ចឹងព្រះអង្គសម្ដែងអំពីកិច្ចពីហេតុ3ទី1អចិន្នកិច្ចបើអ្នកទាំងឡាយចង់ឲ្យបុណ្យនេះសម្រេចទៅដល់អ្នកស្លាប់ត្រូវសាងបុណ្យដោយផ្ទាល់ដៃកុំពឹងគ្នាបានន័យថាកូនត្រូវធ្វើដោយកូនម៉ែត្រូវធ្វើដោយម៉ែបងប្អូនឯណាត្រូវធ្វើដោយអ្នកនោះអត់មានម៉ែពឹងកូនកូនពឹងម៉ែភ្ញៀវពឹងម្ចាស់បុណ្យពឹងភ្ញៀវអានេះមិនមែនជាអចិន្នកិច្ចដែលធ្វើសម្រាប់ឲ្យបានដល់អ្នកស្លាប់ឡើយកិច្ចទី2ឲ្យឈ្មោះថាអន្ទិសកិច្ចបើយើងបានបំពេញបុណ្យដោយល្អហើយក៏សាងបុណ្យដោយប្រពៃហើយចូលញោមទាំងឡាយឧទ្ទិសដល់ញាតិរបស់យើងឲ្យចំឈ្មោះផងនេះកិច្ចពីរនេះមិនអាចចោលពីណាបានទេអញ្ចឹងបានន័យថាបើអ្នកស្លាប់ទៅត្រូវតែមានកិច្ចពីរដល់តែហេតុ3យ៉ាងមិនអាចចោលបានទៀតនោះមានអីទី1ហេតុទី1បានន័យថាពុទ្ធបរិស័ទម្ចាស់តាមទានប្រទានបុណ្យទាំងឡាយត្រូវស្គាល់ទៅលើប្រតិអកចនៈទទួលផាត់មានបើកាលណាប្រគេនផាត់ដល់សង្ឃហើយផាត់នោះត្រូវតែសម្គាល់ថានេះគឺជាប្រសង្ឃដែលខ្ញុំកាលណាបានប្រគេនអត់សម្គាល់ថានេះគឺជាលោកគ្រូនេះគឺជាលោកក្មួយនេះគឺជាលោកប្អូននេះគឺជាលោកបងមិនសម្គាល់បែបហ្នឹងទេអង្គណាដែលបាននិមន្តមកពីខោក្តីសាមណេរក្តីត្រូវតែទទួលដោយសេចក្តីជ្រះថ្លាឥឡូវនេះរដូវបាំងសកលផងណាញោមណាពេលខ្លះញោមនិមន្តប្រសង់បាំងសកលមិនសូវជ្រះថ្លាទេញោមខ្លះទេអត់ជ្រះថ្លាជាមួយប្រសង់ណាបានលោកគ្រូទៅរៀងមុខហិចបន្តិចក៏បានលោកនេនទៅអត់មើលមុខលោកសោះហើយមកពីណាលោកគេបានលោកធំអីបានលោកតូចហើយញោមខ្លះក៏ថាគេបានលោករៀងចាស់ដល់ពេលឯងនេះបានលោកក្មេងដល់តែលោកក្មេងចឹងអត់សុបាយចិត្តទេព្រោះអីគិតតែលោកសាមណេរដល់តែសាមណេរតែសម្គាល់ថាសាមណេរដូចជាខោអត់ធំតាមពិតឲ្យតែជាប្រសង់ញោមមិនបាច់តម្កល់សាមណេរពីគោអង្គចាស់អង្គក្មេងឲ្យតែតម្កល់ចិត្តថានេះជាសង្ឃញោមធ្វើបុណ្យបានដូចគ្នាមិនប្រកាសថាញោមធ្វើចំពោះពីគោបានបុណ្យដូចសាមណេរតូចទេណាប៉ុណ្ណាអត់ប្រកាសទេជួនកាលធ្វើបុណ្យចំពោះពីគោបានបុណ្យតិចជាងជាមួយសាមណេរផងព្រោះញោមខ្លះចង់បានគ្រូខ្ញុំកណានិមន្តមកព្រះអង្គតែខ្ញុំកណាលមុនលោកគ្រូសូត្រឆ្វេងលោកគ្រូអញ្ចឹងអាឃើញទេខ្ញុំកណាមុនលោកក្មួយកណាក៏ចេះធន់ដែរណែធ្វើបុណ្យដូចគ្នាចំពោះពិខុតែញោមតម្កល់ចិត្តចំពោះបុគ្គលបែបហ្នឹងលោកក្មួយខ្ញុំលោកគ្រូឆ្វេងលោកគ្រូស្ដាប់លោកគ្រូធំនេះឯងមិនបានបុណ្យដូចធ្វើចំពោះសាមណេរទេព្រោះអីសាមណេរគឺជាសង្ឃដែលញោមមិនបានតម្កល់អញ្ចឹងបានន័យថាបើតម្កល់ចិត្តឲ្យនៅជាកណ្ដាលពិខុក្តីសាមណេរក្តីបានបុណ្យដូចគ្នាត្រូវស្គាល់បដិគិហកៈថាជាប្រសង្ឃដូចគ្នាទី1ទី2បើបដិគិហកៈមកហើយមកដល់ហើយត្រូវតែចូលប្រគេនឲ្យត្រឹមត្រូវទៅតាមហាត់ច្បាស់2ហាត់1ចំអានក្នុងព្រះវិន័យអាត្មាតែងតែសម្គាល់ថា
ញោមប្រគេនប្រសង់អត់សូវហ៊ានចូលគៀកលោគេនៅឆ្ងាយដល់តែប្រគេនឆ្ងាយដាច់ហត្ថបទដល់តែដាច់ហត្ថបទជួនកាលប្រសង់ត្រូវអាបត្តិដោយសារតែញោមប្រគេនទៅទៀតអញ្ចឹងក្នុងវិន័យរបស់សង្ឃប្រគេនលោកមិនឲ្យប្រសង់អោនឈោងទទួលរបស់ញោមប្រគេនទេលោកត្រូវតែនៅកាយដល់ត្រង់ឯហ្នឹងហើយញោមចូលលំអោនកាយដើម្បីប្រគេនប្រសង់ចុះទៅបានហើយពីហាត់មួយចំអាននេះពីវត្តល្មិចពីខោសង្ឃលោកឲ្យវាស់ពីឆ្អឹងជំនីខាងក្រោយមកដល់ក្បាលចង្គង់នេះមួយហាត់ដល់តែញាតញោមលោកឲ្យវាស់ពីក្បាលចង្គង់ញោមមកក្បាលចង្គង់ប្រសង់អញ្ចឹងមកឲ្យញីយល់ក្បាលចង្គង់អញ្ចឹងទៅហើយពីត្រឹមហ្នឹងឲ្យត្រូវត្រឹមមហាត់ពីត្រឹមហ្នឹងមកណាញោមណាដល់មួយចំអាមហ្នឹងញោមអាចនឹងលឹះហ្នឹងដល់យើងបានយកអីទៅវាស់ទេអញ្ចឹងពីហាត់មួយចំអាមបានន័យថាឲ្យគៀកនឹងប្រសង់កុំឲ្យប្រសង់ឈោងញោមលំអោនកាយប្រគេនប្រសង់ត្រូវត្រឹមត្រូវមិនឲ្យប្រសង់ត្រូវអាបត្តិនេះឈ្មោះតហត្ថបទនៃការប្រគេនដោយល្អយកខ្លះលោកថាញោមចូលគៀកអត់គៀកឲ្យខិតបន្តិចអាចារ្យប្រាប់ថានិយាយចូលគៀកខិតបន្តិចដល់នាងចូលគៀកខិតបន្តិចគាត់ថាខ្លាចប៉ះលោកឃើញទេញោមមកលោកអត់មានចំប៉ះញោមឯងមិនតិចទេអត់មានចាំប៉ះទេតែទៅខិតឲ្យគៀកលោកឲ្យខិតគៀកដើម្បីបានប៉ះមិនដឹងប៉ះទៅស្អីញោមអត់មានចាំប៉ះអីតិចទេប៉ុន្តែឲ្យខិតឲ្យគៀកនឹងដើម្បីប្រគេនឲ្យត្រូវទៅតាមវិន័យឲ្យអានិសង្សបុណ្យបានត្រឹមត្រូវពេញលេញច្រើនកុំឲ្យខុសហត្ថបទតែប៉ុណ្្នឹងទេតាញោមយកខ្លះថាទៅស្អីទេលោកឲ្យតែឯងចូលគៀកតែពិតលោកគ្មានចាំឲ្យចូលទេមានចាំប៉ះបន្តិចទេញោមប៉ុន្តែឲ្យត្រូវតាមវិន័យត្រូវតែញោមឲ្យគៀកអបប្រសងមិនឲ្យចូលគៀកលោកឃើញតែឈោផុតកម្រាលដែលលោកគង់ត្រូវអាបត្តិពេលណាដែលប្រសងត្រូវអាបត្តិបរិស័ទយើងទាំងឡាយដែលបានប្រគេនប្រសងនោះបុណ្យវាបានតែវាបានតិចតួចស្ដួយស្ដាយពីព្រោះទៅកំហុសដែលយើងបានធ្វើឲ្យប្រសងត្រូវទៅបានហើយអញ្ចឹងបានលោកឲ្យចូលគៀកប្រគេនប្រសងឲ្យត្រឹមត្រូវពេលស្គាល់ហត្ថបទហើយស្គាល់ពីលទ្ធិហកប្រគេនពេលដែលប្រគេនហើយត្រូវឲ្យទឹកដល់ញាតិយើងទទួលអនុមោទនាបុណ្យពីយើងទទួលចំណេញអត់ន័យថាលោកមិត្តមើដែលបានលះកាលកិរិយាទៅកាន់លោកខមុខបានដឹងដំណឹងថាយើងបានធ្វើបុណ្យឲ្យគាត់ព្រោះគាត់មិនទាន់បដិសន្ធិផងអញ្ចឹងទទួលបុណ្យពីយើងដោយអនុមោទនាត្រៃអរនោះនិច្ចកណានុបទានកិច្ចពីហេតុ3នឹងពេញលេខបរិបូរទៅតាមហេតុហ្នឹងប៉ុន្តែសួរថានិគុណគាត់លះលោកនេះទៅកាន់លោកខាងមុខ15ឆ្នាំហើយ15ឆ្នាំឲ្យកណាធ្វើបុណ្យឲ្យគាត់ដឹងអត់ថាបើមិនទាន់បដិសន្ធិទេគាត់ដឹងតែដឹងតែតាមរយៈណាមេក្រូឮដល់ថាអត់ទេគឺតាមរយៈនៃទេវតាទាំងឡាយនាំដំណឹងបុណ្យទៅប្រាប់ទៅតាមអរុគទេវតារាមទេវតាភូមិទេវតាទាំងទេវតាទាំងឡាយនេះឯងជាអ្នកនាំដំណឹងទៅប្រាប់ញាតិរបស់យើងតំណឹងឯងបានអាចារ្យចុងក្រោយក៏ឲ្យត្រៀមទឹកឲ្យយាយត្រៀមទឹកតាត្រៀមទឹកម្ចាស់បុណ្យត្រៀមទឹកម្នាក់ម្ដងហើយដែលមិនត្រៀមទឹកចុងក្រោយអាចារ្យសូនយ៉ាងកេញទេវារីទេវតាទាំងឡាយគាត់ស្វាទៅហើយទៅណាទេវតាទៅនឹងគឺទៅនាំដំណឹងហ្នឹងដែលយើងសូត្រដែលយើងធ្វើបុណ្យបំពេញទៀតអាដាមទៅលើអរុគទេវតាអាកាសៈទេវតាអារាមទេវតាទាំងឡាយនាំដំណឹងទៅប្រាប់ថាភរិយាកូនចៅប្រុសស្រីរបស់លោកមិត្តមើលបានធ្វើបុណ្យឲ្យឥឡូវលោកមិត្តមើលនៅតាណាទទួលអនុមោទនាបុណ្យផងអ្នកឲ្យទេវតានឹងគេនាំទៅប្រាប់ខ្មែរយើងលើកឡើងតាមនាងកង្ហេងជាម្ចាស់ទឹកបានក៏យកទឹកនឹងមកជ្រោចប្រភពជាម្ចាស់ដីក៏យកទឹកទៅជ្រោចនឹងហើយទៅចាក់លើដីឲ្យអ្នកទាំងពីរជាកសិនសាស័យតែថ្ងៃនេះយើងធ្វើបុណ្យឲ្យអ្នកទាំងឡាយនាំដំណឹងបុណ្យទៅប្រាប់ដល់ញាតិផងព្រោះញាតិដែលបានស្លាប់ទៅមិនមែនហៅបោបានដោយផ្សែងភពយើងទេញោមតែតែសម្គាល់ថាឲ្យទៅឲ្យជុកហៅបងខ្ញុំហើយសំបងមកធ្វើបុណ្យនមស្ការអាចារ្យតែហៅសូមអញ្ជើញមកលោកមិត្តមើលមកនមស្ការបរតនត្រ័យជាមួយយើងខ្ញុំដូចតទៅគាត់ទៅហៅអញ្ចឹងហើយញោមហៅមកប្តីខ្ញុំប្អូនខ្ញុំបងខ្ញុំមីងខ្ញុំពូខ្ញុំមាខ្ញុំតាខ្ញុំយាយខ្ញុំមកខ្ញុំមកបំពេញបុណ្យជាមួយខ្ញុំហៅប៉ុន្តែសួរថាហៅនេះមកអត់មិនមកទេគាត់អាចមកកើតទេអត់ទេអានេះមកអត់កើតទេណាប៉ុណ្ណាពីព្រោះអ្នកដែលស្លាប់នេះអត់ដឹងហើយបើសិនជាមកបានមែនយាយរត់ជន់ជើងគ្នាបងថ្ងៃមិនឃើញផងគាត់ទៅលឺអ្នកណាស្លាប់វិញឡើងទៅលើផ្ទះព្រឺសបល់ចុះទៅងំនឹងមកមែនណាញោម
ឧទាហរណ៍អង្គុយថាផុសចង្អូននឹងរត់អស់រត់ចោលលោកហើយចុះបើន័យថាអ្នកដែលស្លាប់ទៅយើងអុជធូបហៅនេះមិនបានមកទេដែលគាត់ដឹងដំណឹងពុនដែលយើងបានធ្វើទាក់ខែណានៅប្រទីនគម្រប់15ឆ្នាំនេះដោយអំណាចនៃទេវតាទាំងឡាយនាំដំណឹងទៅប្រាប់ឲ្យគាត់ត្រេកអរអនុមោទនីទើបទទួលដំណឹងពុនទើបទទួលអនុមោទនីពុនពីយើងបានបើគាត់មិនទាន់បដិសន្ធិតែបើគាត់បដិសន្ធិជាមនុស្សជាទេវតាជាអីហើយបុណ្យនេះមិនសម្រេចទៅដល់គាត់ឡើយចុះទៅណាគឺវានៅសម្រេចត្រឹមយើងដែលជាអ្នកធ្វើឲ្យខ្លួនឯងមិនសាបរលាបទៅណាទេនៅតែទទួលផលសម្រាប់ខ្លួនឯងនេះជារឿងគ្រប់យ៉ាងមិនបានដល់អ្នកស្លាប់ក៏ត្រូវបានដល់យើងតែបើបានដល់អ្នកស្លាប់នឹងទទួលអនុមោទនាបុណ្យរបស់យើងក្នុងមួយនាក់1000អត្ថភាពទៅកើតកន្លែងល្អដោយអំណាចនៃអានិសង្សបុណ្យនេះផងដែរញោមណាអនុមោទនាចិត្តខ្ញុំកណាសម្ដែងប្រមាណប៉ុណ្ណេះប្រធានព្រះអង្គគ្រូសូមព្រះអង្គគ្រូនិមន្តទទួលនៅការអត្ថាធិប្បាយសម្ដែងពធទេសនាប្រមាណប៉ុណ្ណេះចុះសូមអរគុណសូមអនុមោទនាសាធុដូច្នោះម្ចាស់ដើមប្រធានដើមបុណ្យលោកអស់នៅសេចក្តីសង្ស័យបន្ទាប់ពីទទួលទានសន្តាប់នៅសេចក្តីបរិយាយរបស់លោកម្ចាស់សវណ្ណរាជាព្រះបិតាសង្ឃវត្តបឹងតលដែលសម្ដែងព្រះសទ្ធម្មវិសេសទេសនាមិញនេះអញ្ចឹងញោមញាតិស្រីប្រុសគ្រប់គ្នាទាំងអស់បុណ្យកុសលដែលញោមញាតិបានបំពេញធ្វើនេះរំឯងសម្រាប់ប្រយោជន៍ដល់បុគ្គលអ្នកបាក់បែកចែកឋានលះលោកនេះទៅកាន់បរៈលោកប្រមុខដូចជាក្នុងប្រូក្រាមនេះក្នុងសេចក្តីជូនដំណឹងបុណ្យនេះមានច្រើនបុព្វការីជនរូបណាបដិសន្ធិនៅក្នុងទីកន្លែងមិនទាន់សមប្រកបតាមអធិស្រ័យរបស់ខ្លួនបុព្វការីជនរូបនោះបានបុណ្យដែលញាតិញោមស្រីប្រុសធ្វើយ៉ាងត្រឹមត្រូវនៅពេលដែលញាតិញោមស្រីប្រុសធ្វើយ៉ាងត្រឹមត្រូវផលនៃបុណ្យនេះរមែងបុព្វជនរូបនោះជាជាមិនខានឡើយសត្វទាំងឡាយនៅក្នុងលោកនេះក្នុង31ភពនេះជតិមានបដិសន្ធិជាធម្មតាបដិសន្ធិទៅតាមកម្លាំងកម្មឯណាមួយដែលសត្វបានសាងសន្សំហើយជាកុសលឬក៏ជាអកុសលរមែងឲ្យផលដល់សត្វនោះតាមពូជដើមរបស់ខ្លួនអកុសលនាំសត្វឲ្យបដិសន្ធិបន្ទាប់អំពីស្លាប់ត្រូវបដិសន្ធិនៅក្នុងមនុស្សឬក៏នៅក្នុងអបាយភូមិតាមកម្លាំងកម្មដែលខ្លួនបានសាងសន្សំរីឯមហាកុសលឬមួយក៏សេចក្តីល្អដែលសត្វបានសាងហើយជាបច្ច័យជាកម្មបច្ច័យជាវិបាកបច្ច័យនាំបដិសន្ធិថ្មីរបស់សត្វឲ្យសត្វទៅបដិសន្ធិនៅក្នុងមនុស្សនៅក្នុងសួគ៌ទេវលោកដោយអំណាចកុសលបច្ច័យដោយអំណាចកុសលវិបាកប្រែតផលដោយឆ្អិនដែលសត្វបានសាងសន្សំនៅកុសលកម្មឯណានិចមួយដូចជាដាក់បាតលោកដូចជាធ្វើទាននេះធ្វើទាននោះជាដើមលក្ខនឹងលក្ខបច្ច័យហ្នឹងនាំឲ្យសត្វបានទទួលនៅផលពោលគឺផលរបស់កុសលនោះឯងដូច្នោះដើមទានយ៉ាងត្រឹមត្រូវតេកិណៃយៈសម្បទាយៈមានលោកអ្នកមានសិលជាអធិបតីញាតិកានាំងឧទ្ទិសេនៈមានម្ចាស់ដើមទានប្រធានធ្វើទៅត្រឹមត្រូវមានចេតនាពិតប្រកបច្បាស់លាស់ជាក់លាក់កោងចិត្តឡើងដើម្បីឧទ្ទិសបុណ្យជូនដល់បុព្វការីជនញាតិកាសាច់សាលហិតមានលោកជាដើមហើយលោកមិត្តមើលការបដិសន្ធិរបស់លោកនៅកន្លែងណាសំប្រកបនឹងទទួលនៅផលរបស់កុសលនេះបានកុសលនេះនឹងបានជាកម្មបច្ច័យជាវិបាកបច្ច័យកុសលបច្ច័យ
ជាឧបនិស្សយបច្ច័យនាំឲ្យសត្វទទួលនៅផលអំពីកុសលនេះញោមញាតិជាពុទ្ធបរិស័ទស្រីប្រុសទាំងឡាយនៅពេលដែលយើងឧទ្ទិសបុណ្យយើងត្រូវឧទ្ទិសបុណ្យជូនដល់លោកមិត្តមើលមិនមែនឧទ្ទិសបុណ្យជូនដល់វិញ្ញាណក្ខន្ធទេណាញាតិញោមសត្វដែលកើតក្នុងលោកនេះដោយសន្មតនាមមួយរូបមួយគឺនាមមួយរូបមួយដូច្នោះការឧទ្ទិសបុណ្យយើងមិនមែនឧទ្ទិសបុណ្យទៅដល់វិបាកឬមួយក៏វិញ្ញាណក្ខន្ធទេឧទ្ទិសដល់មិត្តមើលតែម្ដងមិនមែនឧទ្ទិសដល់វិញ្ញាណក្ខន្ធទេពីព្រោះវិញ្ញាណទៅអាស្រ័យជាមួយនឹងអីញាតិញោមបើសត្វនឹងមាននាមធម៌មានរូបធម៌បើទៅតែនាមធម៌តទេតើទៅអាស្រ័យជាមួយអីយើងទាំងអស់គ្នាដោយសន្មតនេះបរោះស្ត្រីនេះគឺមាននាមរូបមួយដូច្នោះនាមវាអាស្រ័យជាមួយនឹងរូបប្រសិនតែនាមតើនាមនឹងទៅអាស្រ័យនឹងឧទាហរណ៍ជាអាកាសទេវតានៅកន្លែងទីលំហទៅបដិសន្ធិជារុក្ខទេវតាទេវតានៅនឹងព្រៃនៅដើមឈើទៅកើតជាភូមិទេវតាទេវតានៅនឹងភូមិឬនៅច្រកលហកនៃភូមិណានិចមួយបដិសន្ធិនៅនឹងអារាមៈទេវតានៅវត្តកាលដែលទៅបដិសន្ធិនោះឯងគ្រាន់តែយើងហៅថាអមនុស្សគ្រាន់តែយើងហៅថាអមនុស្សប៉ុន្តែមាននាមនឹងរូបដោយពិតប្រាកដមាននាមនឹងរូបដោយពិតប្រាកដមិនមែនគ្រាន់តែទៅតែវិញ្ញាណនឹងទេញាតិញោមមិនមែនទៅតែវិញ្ញាណនឹងទេការដែលយើងឧទ្ទិសបុណ្យនោះគឺឧទ្ទិសបុណ្យជូនដល់លោកណាលោកណាលោកណាឧទ្ទិសដល់មិត្តមើអញ្ចឹងឧទ្ទិសអញ្ចឹងមិនមែនឧទ្ទិសដល់វិញ្ញាណក្ខន្ធទេមិនមែនឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកមិត្តមើទេឧទ្ទិសដល់លោកមិត្តមើនឹងតែម្ដងមិត្តមើនឹងពីមុនមកជាមិត្តមើឥឡូវនេះជាអវ័យជាអវ័យទៅប៉ុន្តែពីមុនមកមិត្តមើយៈបច្ច័យរបស់មិត្តមើនឹងកើតទៅជាស្អីផ្សេងអញ្ចឹងដូច្នោះហើយគាត់នៅចាក់របស់គាត់ពីមុនគឺជាមិត្តមើដូចនៅក្នុងតិរោកុត្តសោតអញ្ចឹងណានៅក្នុងតិរោកុត្តសោតញាតិរបស់មកហើយកាន់ផ្លូវបែកជា3និងផ្លូវបែកជា4ណែនណាន់តាន់តាប់ហើយឲ្យព្រះបាទពឹមភាសាមើលឃើញភ្នែករស់ញាតិញោមមើលឃើញដូចយើងមើលឃើញអញ្ចឹងមើលឃើញគ្នាអញ្ចឹងអាសវណ្ណនិមិត្តនោះសុបនិមិត្តនោះរឿងមួយហើយក្រៅពីសវណ្ណនិមិត្តហ្នឹងគឺមើលឃើញអញ្ចឹងត្មងមើលឃើញអញ្ចឹងត្មងហើយពពួកហ្នឹងតែជាឧបបាតិកកំណត់តែដោយអំណាចនៃអកុសលកើតដោយកម្លាំងបាបកើតដោយកម្លាំងបាបនៅក្នុងឋានៈរបស់ខ្លួនសោយទុក្ខវេទនាក្នុងអបាយភូមិដល់ពេលប្របាទពឹមពាសាធ្វើបុណ្យត្រូវយៈកេរយៈសម្បទាយៈមានព្រះសង្ឃជាអធិបតីព្រះសង្ឃមានពុទ្ធជាញាតិកាnăngឧទ្ទិសេនៈប្របាទពឹមពាសាបានឧទ្ទិសបុណ្យនឹងជូនដល់ញាតិរបស់ខ្លួនដោយពិតប្រាកដញាតិរបស់ខ្លួនដែលទៅកើតនោះទៅកើតត្រង់ទីដែលអាចទទួលទានបានទៅកើតត្រង់ទីដែលអាចទទួលទានបាននៅពេលដែលញាតិរបស់ខ្លួនទៅកើតត្រង់ទីដែលអាចទទួលទានបានផលនៃណារងឯងសម្រេចដល់ញាតិទាំងឡាយនោះជាក់ជាមិនឡើយអញ្ចឹងការឧទ្ទិសបុណ្យរបស់ញោមញាតិស្រីប្រុសគឺយើងបង្អោនឲ្យបានត្រឹមត្រូវផលនៃណានុបទាននឹងបានសម្រេចដល់បុព្វការីជនឬក៏ញាតិកាសាច់សាលហរបស់យើងជាមិនខានឡើយការប្រកេននឹងញាតិញោមស្រីត្រូវនាំគ្នាជួយលៃយើងគ្មានអីវាស់ទេទោះជានៅក្នុងច្បាប់លោកថា2ហាត់1ចង្អាមយ៉ាងនឹងមែនប៉ុន្តែបើយើងអាចលៃលោកមកល្មមសំរុំធ្វើយ៉ាងណាកុំឲ្យ
mơ tư mình xóm với cả là nhiệt nhung đi lợp mà là mớm rồi sân bà nhung khăn nhung quạt áo tích máu lốp áo kích vào cái này hút mỏng miền đấy miền từ kích vào cái này dân đấy vì bố quạt trong bật riêng ở rương pi hạt am đó nghe đập quạt buông quạt áo mình tích máu lốp hiện áo tí từ đây tới từ kích vào cái này chẳng nhiệt nhung dây bao lây mà là mơ còn tại bằng áo nơi tiền là cua tẹt cái này dạ bọc cua cứ nẹt từ túi nữa nơi tiền đã bỏ dương xòm rùng hơi chắc nhung cái là mình to đồng nào từ mức kia tông chỉ mùi ca sầm đành và thọ tây san ấy sông đại châu tàu nơi tôi để ti chia nẹt xua được nẹt cho lời hai sông bị chọc và thọ tây san trưng bật na bậc cua này ti ní từ đó lục bong Israel đại chia bay đa smooth nơi đồng bằng dương đi na đại chiaประเทศ này nè smooth nơi đồng bằng đồng bằng dương đi nhiệt nhiêu mà xa hai con chơi con dương bàn sẽ đạp bị pro mình nghe đấy nhiệt nhiêu mình nghe bị ruột thì nè đại sẽ trả lời lỗ chơi tầm miến này phần là nè sâu mình nghe nhiệt nhiêu nó bỏ dương đấy dương mình nghe rau nè na nị mùi đai miên sầm linh lõ đôi chia lục nâng tì na hỡi nhiệt nhung sợi pro hình chơi quạt từ số nhiệt nhung châu nhiệt nhung chun quạt tam sật thía không tam lạt tập hiệp không quạt miên bằng quạt bằng chia miên tầm râu tha tầm lay quạtประมาณ ấy ọt tê nhiệt nhung nè ọt tê chẳng nhiệt nhung sợi pro miên sật thía chun quạtประมาณ chiếc bon bao nhiệt nhung đó nhiệt nhung mình nhung đôi lúc mà tê sana chứ nhiệt nhung mình và kê mình lên chỉ qua nhà hàng đấy mình làm mau tới chạ sang này ta chấm bùa lốp mình tiêm tia thế là lốp ọt tiêm tia đấy còn là thả bởi chi lan máu nhiệt nhung chạ phế nhảy lốp từ dâu lục của chân tới miền bà ấy nhiệt nhung bà kênh có tới mình bà kênh đấy hay tới phần đỏ pê bạch chở bón cả mình tam bản đà vọt mũi nì muôn tới sầm đành thọ tây sná lục nì muôn ruột yuan mau đoàn trắng nì muôn ruột yuan máu nhiệt nhung sợi pro na trời cất pi chạy buồn lục nó mình ấy thìประมาณ của bàn đây mình khóc to hay thì hoàng